ផ្លាស់ប្ដូរការគិតជីវិតក៏ប្ដូរមានន័យជ្រាលជ្រៅណាស់ព្រោះជីវិតរបស់មនុស្សម្នាក់ចាប់ផ្ដើមផ្លាស់ប្ដូរពីរបៀបដែលគេគិតមុននឹងផ្លាស់ប្ដូរទៅលើអ្វីនៅជុំវិញខ្លួននៅពេលអ្នកផ្លាស់ប្ដូរការគិតអ្នកនឹងចាប់ផ្ដើមមើលបញ្ហាដោយភ្នែកផ្សេងអ្វីដែលធ្លាប់គិតថាជាឧបសគ្គអាចក្លាយជាមេរៀនអ្វីដែលធ្លាប់គិតថាជាការបរាជ័យអាចក្លាយជាឱកាសសម្រាប់រៀននិងចាប់ផ្ដើមម្ដងទៀតមនុស្សដែលគិតថាខ្ញុំមិនអាចធ្វើបាននឹងងាយបោះបង់នៅពេលជួបការលំបាកប៉ុន្តែមនុស្សដែលគិតថាខ្ញុំនឹងព្យាយាមម្ដងទៀតហើយរៀនពីកំហុសនឹងមានកម្លាំងបន្តដំណើរការគិតវិជ្ជមានមិនមែនមានន័យថាយើងមើលរំលងបញ្ហាឬធ្វើដូចជាជីវិតគ្មានការលំបាកនោះទេវាមានន័យថាយើងទទួលស្គាល់បញ្ហាប៉ុន្តែមិនអនុញ្ញាតឲ្យបញ្ហាគ្រប់គ្រងចិត្តរបស់យើងបើអ្នកចាប់ផ្ដើមគិតថារាល់ថ្ងៃគឺជាឱកាសថ្មីអ្នកនឹងចាប់ផ្ដើមប្រើពេលវេលាឲ្យមានតម្លៃជាងមុនបើអ្នកគិតថាកំហុសគឺជាមេរៀនអ្នកនឹងមិនងាយខ្លាចការបរាជ័យបើអ្នកគិតថាខ្លួនឯងអាចអភិវឌ្ឍបានអ្នកនឹងចាប់ផ្ដើមរៀនអ្វីថ្មីបើអ្នកឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃអ្នកនឹងចាប់ផ្ដើមផ្ដោតលើការរីកចម្រើនរបស់ខ្លួនឯងជីវិតមិនអាចផ្លាស់ប្ដូរភ្លាមដោយគ្រាន់តែគិតវិជ្ជមានមួយថ្ងៃទេប៉ុន្តែការគិតថ្មីនឹងបង្កើតសកម្មភាពថ្មីហើយសកម្មភាពថ្មីដែលធ្វើជាប្រចាំនឹងបង្កើតទម្លាប់ថ្មីនឹងបង្កើតជីវិតថ្មីដូច្នេះបើអ្នកចង់ឲ្យជីវិតកាន់តែប្រសើរកុំចាប់ផ្ដើមតែពីការរងចាំឱកាសចាប់ផ្ដើមពីការផ្លាស់ប្ដូរខ្លួនឯងផ្លាស់ប្ដូររបៀបគិតផ្លាស់ប្ដូររបៀបនិយាយផ្លាស់ប្ដូររបៀបប្រើពេលវេលានិងផ្លាស់ប្ដូររបៀបប្រឈមមុខនឹងបញ្ហាថ្ងៃនេះអ្នកអាចមិនទាន់មានអ្វីគ្រប់យ៉ាងដែលអ្នកចង់បានប៉ុន្តែអ្នកអាចចាប់ផ្ដើមផ្លាស់ប្ដូរការគិតរបស់អ្នកបានពេលការគិតរបស់អ្នករឹងមាំអ្នកនឹងមិនងាយបាក់ចិត្តពេលចិត្តរបស់អ្នករឹងមាំអ្នកនឹងមិនងាយបោះបង់ពេលអ្នកមិនបោះបង់អ្នកនឹងមានឱកាសឈានទៅរកភាពជោគជ័យកាន់តែច្រើនចងចាំជីវិតមិនតែងតែផ្លាស់ប្ដូរដោយសារអ្វីដែលកើតឡើងចំពោះយើងទេប៉ុន្តែវាផ្លាស់ប្ដូរយ៉ាងខ្លាំងដោយសាររបៀបដែលយើងជ្រើសរើសគិតនិងឆ្លើយតបចំពោះអ្វីដែលកើតឡើងផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរសកម្មភាពផ្លាស់ប្ដូរទម្លាប់ផ្លាស់ប្ដូរជីវិតទម្លាប់គិតរឿងល្អមានន័យថាបង្រៀនខ្លួនឯងឲ្យចេះផ្ដោតលើគំនិតវិជ្ជមានរឿងដែលមានប្រយោជន៍និងអ្វីដែលអាចជួយឲ្យជីវិតរបស់យើងប្រសើរឡើងអត្ថន័យសំខាន់1គិតល្អជួយឲ្យចិត្តស្ងប់នៅពេលយើងឈប់គិតរឿងអវិជ្ជមានច្រើនពេកចិត្តរបស់យើងក៏មិនសូវរងសម្ពាធនឹងការព្រួយបារម្ភ2គំនិតល្អបង្កើតអារម្មណ៍ល្អអ្វីដែលយើងគិតជាញឹកញាប់នឹងមានឥទ្ធិពលលើអារម្មណ៍របស់យើងបើយើងគិតពីអ្វីដែលល្អចិត្តក៏មានកម្លាំងនិងសង្ឃឹមជាងមុន3ទម្លាប់គិតល្អជួយផ្លាស់ប្ដូរទស្សនៈជីវិតបញ្ហាដែលប៉ុន្តែបើយើងផ្លាស់ប្ដូររបៀបគិតយើងអាចមើលឃើញដំណោះស្រាយដែលពីមុនយើងមិនបានឃើញ4កុំឲ្យរឿងអាក្រក់មួយក្លាយជាគំនិតអាក្រក់ពេញមួយថ្ងៃមនុស្សគ្រប់គ្នាសុទ្ធតែជួបរឿងមិនល្អតែយើងអាចជ្រើសរើសថាតើយើងនឹងយករឿងនោះមកធ្វើជាមេរៀនឬយកមកធ្វើជាបន្ទុកក្នុងចិត្ត5គិតពីអ្វីដែលអាចធ្វើបានជំនួសឲ្យគិតថាក៏ខ្ញុំមិនអាចការគិតថាក៏ខ្ញុំអាចរៀនបានក៏ខ្ញុំអាចកែលម្អបានគឺនឹងក៏ខ្ញុំនឹងព្យាយាមម្ដងទៀតនឹងជួយឲ្យយើងមានកម្លាំងបន្ត6គិតល្អមិនមែនមានន័យថាមិនឃើញបញ្ហាទេវាមានន័យថាយើងទទួលស្គាល់បញ្ហាប៉ុន្តែមិនឲ្យបញ្ហាគ្រប់គ្រងចិត្តរបស់យើង7ទម្លាប់គិតល្អត្រូវហ្វឹកហាត់រាល់ថ្ងៃដំបូងវាអាចពិបាកព្រោះខួរក្បាលធ្លាប់គិតបែបចាស់ប៉ុន្តែបើយើងហ្វឹកហាត់ជាប្រចាំការគិតវិជ្ជមាននឹងក្លាយជាទម្លាប់8កុំចំណាយពេលច្រើនលើអ្វីដែលយើងមិនអាចគ្រប់គ្រងបានផ្ដោតលើអ្វីដែលយើងអាចធ្វើបានដូចជាការខិតខំការរៀនការកែលម្អខ្លួននិងការសម្រេចចិត្តរបស់យើង9គិតពីការរីកចម្រើនមិនមែនតែពីភាពល្អឥតខ្ចោះថ្ងៃនេះប្រសើរជាងម្សិលមិញបន្តិចក៏ជាការរីកចម្រើនដែរមិនចាំបាច់លឿនជាងអ្នកដទៃទេសំខាន់គឺកុំឈប់ដើរ10គិតល្អជួយឲ្យយើងមានសង្ឃឹមពេលមានសង្ឃឹមយើងមានកម្លាំងបន្តទោះបីជាផ្លូវនៅខាងមុខមិនទាន់ច្បាស់ក៏ដោយចំណុចដែលគួរចងចាំជីវិតមិនអាចមានតែរឿងល្អគ្រប់ថ្ងៃទេនឹងមានថ្ងៃដែលយើងបរាជ័យមានអ្នករិះគន់មានបញ្ហានិងមានពេលដែលយើងមានអារម្មណ៍ថាខ្លួនឯងហត់ប៉ុន្តែអ្វីដែលសំខាន់គឺយើងអាចជ្រើសរើសរបៀបដែលយើងគិតចំពោះរឿងទាំងនោះបើទម្លាប់គិតអវិជ្ជមានយើងនឹងងាយមើលឃើញតែបញ្ហាបើទម្លាប់គិតវិជ្ជមានយើងនឹងចាប់ផ្ដើមស្វែងរកដំណោះស្រាយដូច្នេះរាល់ព្រឹកសាកសួរខ្លួនឯងថាថ្ងៃនេះតើខ្ញុំអាចធ្វើអ្វីមួយឲ្យខ្លួនឯងប្រសើរឡើងបានគិតល្អចិត្តល្អសកម្មភាពល្អទម្លាប់ល្អជីវិតក៏មានឱកាសផ្លាស់ប្ដូរទៅល្អជាងកុំចំណាយពេលលើអ្វីដែលយើងមិនអាចគ្រប់គ្រងបាន
ឃ្លានេះមានន័យថាគុំយកពេលវេលាកម្លាំងនិងអារម្មណ៍របស់ខ្លួនទៅចំណាយលើរឿងដែលយើងមិនអាចបញ្ជាឬផ្លាស់ប្ដូរបានជីវិតមានរឿងជាច្រើនដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់យើងប៉ុន្តែអ្វីដែលយើងអាចគ្រប់គ្រងបានគឺគំនិតអារម្មណ៍ការសម្រេចចិត្តនិងសកម្មភាពរបស់ខ្លួនឯងកុំខំគ្រប់គ្រងថាអ្នកដទៃនឹងគិតយ៉ាងម៉េចចំពោះយើងកុំខំផ្លាស់ប្ដូរមនុស្សដែលមិនចង់ផ្លាស់ប្ដូរកុំចំណាយពេលពេកលើពាក្យដែលអ្នកដទៃនិយាយពីយើងកុំរស់នៅជាមួយការសោកស្ដាយចំពោះអតីតកាលដែលយើងមិនអាចត្រឡប់ទៅកែបានកុំភ័យខ្លាចអនាគតរហូតដល់ភ្លេចរស់នៅក្នុងថ្ងៃនេះកុំប្រៀបធៀបខ្លួនឯងជាមួយជីវិតរបស់អ្នកដទៃព្រោះយើងមិនអាចគ្រប់គ្រងផ្លូវដែលពួកគេដើរកុំខឹងនឹងអ្វីដែលកើតឡើងរួចហើយយកវាជាមេរៀនហើយផ្ដោតលើអ្វីដែលអាចធ្វើបានបន្ទាប់កុំឲ្យមតិរបស់មនុស្សដទៃកំណត់តម្លៃរបស់យើងកុំចំណាយពេលគិតថាគូបើខ្ញុំធ្វើបែបនោះព្រោះអតីតកាលមិនអាចកែបានអ្វីដែលអាចធ្វើបានគឺរៀនពីវាកុំចំណាយកម្លាំងទៅប្រឆាំងនឹងអ្វីដែលមិនអាចផ្លាស់ប្ដូរប្រើកម្លាំងនោះមកកែលម្អអ្វីដែលយើងអាចធ្វើបានវិញអ្វីដែលយើងគួរផ្ដោតលើការខិតខំរបស់ខ្លួនផ្ដោតលើការរៀនសូត្រផ្ដោតលើការគ្រប់គ្រងពេលវេលាផ្ដោតលើទម្លាប់ប្រចាំថ្ងៃផ្ដោតលើការគ្រប់គ្រងអារម្មណ៍របស់ខ្លួនផ្ដោតលើការកែលម្អខ្លួនបន្តិចម្ដងផ្ដោតលើអ្វីដែលអាចធ្វើបាននៅថ្ងៃនេះពេលយើងរៀនបែងចែកបានថាអ្វីដែលខ្ញុំអាចគ្រប់គ្រងបានគូនឹងអ្វីដែលខ្ញុំមិនអាចគ្រប់គ្រងបានគឺជីវិតនឹងចាប់ផ្ដើមស្រាលជាងមុនយើងមិនចាំបាច់ឈ្នះគ្រប់រឿងទេយើងមិនចាំបាច់ឲ្យមនុស្សគ្រប់គ្នាស្រឡាញ់យើងទេយើងក៏មិនចាំបាច់ធ្វើឲ្យអ្វីគ្រប់យ៉ាងកើតឡើងតាមចិត្តយើងដែរអ្វីដែលសំខាន់គឺធ្វើផ្នែករបស់យើងឲ្យបានល្អបំផុតហើយរៀនទទួលយកអ្វីដែលនៅក្រៅការគ្រប់គ្រងរបស់យើងកុំខ្ជះខ្ជាយថ្ងៃនេះដើម្បីសោកស្ដាយអតីតកាលកុំខ្ជះខ្ជាយកម្លាំងដើម្បីព្យាយាមគ្រប់គ្រងអ្នកដទៃកុំខ្ជះខ្ជាយចិត្តដើម្បីខ្លាចអនាគតដែលមិនទាន់មកដល់ចូលយកពេលវេលាដែលមានមកកសាងខ្លួនឯងនៅថ្ងៃនេះព្រោះអ្វីដែលយើងធ្វើនៅថ្ងៃនេះទើបជាអ្វីដែលអាចបង្កើតភាពខុសគ្នាសម្រាប់ជីវិតរបស់យើងនៅថ្ងៃស្អែកគ្រប់គ្រងអ្វីដែលអាចគ្រប់គ្រងបានទទួលយកអ្វីដែលមិនអាចគ្រប់គ្រងបានហើយកុំឲ្យអ្វីដែលយើងមិនអាចគ្រប់គ្រងក្លាយជាអ្នកគ្រប់គ្រងជីវិតរបស់យើងត្រូវផ្ដោតលើការខិតខំរបស់ខ្លួនការផ្ដោតលើការខិតខំរបស់ខ្លួនមានន័យថាកុំចំណាយពេលច្រើនពេកទៅមើលថាអ្នកដទៃទៅដល់ណាហើយប៉ុន្តែត្រូវមើលថាខ្លួនឯងកំពុងធ្វើអ្វីនិងកំពុងរីកចម្រើនដល់ណាមនុស្សម្នាក់មានផ្លូវជីវិតខុសគ្នាអ្នកខ្លះចាប់ផ្ដើមមុនអ្នកខ្លះចាប់ផ្ដើមក្រោយអ្នកខ្លះមានឱកាសច្រើនអ្នកខ្លះត្រូវខំប្រឹងជាងគេដូច្នេះការយកជីវិតរបស់ខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃអាចធ្វើឲ្យយើងបាត់បង់កម្លាំងនិងភ្លេចមើលឃើញការរីកចម្រើនរបស់ខ្លួនឯងផ្ដោតលើការខិតខំរបស់ខ្លួនមានន័យថាខំរៀននៅពេលអ្នកដទៃកំពុងសម្រាកខំធ្វើនៅពេលអ្នកដទៃកំពុងស្ទាក់ស្ទើរខំកែលម្អខ្លួនទោះបីមានការរីកចម្រើនតិចតួចក៏ដោយមិនបោះបង់ព្រោះលទ្ធផលមិនទាន់មកដល់មិនឈប់ព្យាយាមព្រោះមានអ្នកដទៃមិនជឿលើយើងមិនយកពាក្យរិះគន់មកបំបាក់កម្លាំងចិត្តរៀនពីកំហុសហើយយកវាមកធ្វើជាមេរៀនរាល់ថ្ងៃព្យាយាមធ្វើឲ្យខ្លួនឯងប្រសើរជាងម្សិលមិញបន្តិចជោគជ័យមិនមែនកើតឡើងក្នុងមួយយប់ទេមនុស្សជាច្រើនដែលយើងឃើញថាជោគជ័យនៅថ្ងៃនេះប្រហែលជាបានឆ្លងកាត់ការលំបាកការបរាជ័យនិងពេលដែលគ្មានអ្នកណាជឿលើពួកគេជាច្រើនដងអ្វីដែលធ្វើឲ្យពួកគេទៅមុខគឺការមិនឈប់ខិតខំពេលខ្លះយើងអាចខំខ្លាំងប៉ុន្តែលទ្ធផលនៅតែមិនទាន់ឃើញកុំគិតថាការខិតខំរបស់យើងគ្មានប្រយោជន៍ការខិតខំរាល់ថ្ងៃកំពុងបង្កើតចំណេះដឹងបទពិសោធន៍វិន័យនិងសមត្ថភាពដែលនឹងជួយយើងនៅថ្ងៃក្រោយកុំសួរខ្លួនឯងតែថាបើហេតុអ្វីខ្ញុំមិនទាន់ជោគជ័យសាកសួរថាដល់ថ្ងៃនេះខ្ញុំបានធ្វើអ្វីខ្លះដើម្បីឲ្យខ្លួនឯងខិតទៅជិតគោលដៅបើថ្ងៃនេះអាចធ្វើបានតែបន្តិចក៏ធ្វើបន្តិចបើអាចរៀនបានតែបន្តិចក៏រៀនបន្តិចបើអាចរីកចម្រើនបានតែមួយក៏កុំមើលរំលងមួយនោះព្រោះជំហានតូចដែលធ្វើជាប្រចាំអាចនាំទៅរកលទ្ធផលធំបានហើយសំខាន់បំផុតកុំប្រកួតជាមួយអ្នកដទៃប្រកួតជាមួយខ្លួនឯងកាលពីម្សិលមិញបើថ្ងៃនេះយើងមានវិន័យជាងម្សិលមិញបើថ្ងៃនេះយើងចេះជាងម្សិលមិញបើថ្ងៃនេះយើងរឹងមាំជាងម្សិលមិញនោះមានន័យថាយើងកំពុងដើរទៅមុខហើយផ្ដោតលើការខិតខំរបស់ខ្លួនផ្ដោតលើគោលដៅរបស់ខ្លួនផ្ដោតលើការរីកចម្រើនរបស់ខ្លួនកុំឲ្យជីវិតរបស់អ្នកដទៃមកធ្វើឲ្យយើងភ្លេចកសាងជីវិតរបស់ខ្លួនឯងរាល់ថ្ងៃត្រូវព្យាយាមធ្វើឲ្យខ្លួនឯងប្រសើរជាងម្សិលមិញឃ្លានេះមានន័យថាកុំរងចាំឲ្យខ្លួនឯងល្អឥតខ្ចោះទើបចាប់ផ្ដើមរីកចម្រើនគ្រាន់តែព្យាយាមធ្វើឲ្យខ្លួនឯងប្រសើរឡើងបន្តិចម្ដងរាល់ថ្ងៃក៏ជាការរីកចម្រើនដ៏មានតម្លៃហើយ
យើងមិនចាំបាច់ប្រកួតជាមួយអ្នកដទៃទេមនុស្សម្នាក់មានជីវិតមានឱកាសមានសមត្ថភាពនិងមានពេលវេលាខុសគ្នាអ្វីដែលយើងគួរប្រកួតគឺខ្លួនយើងកាលពីម្សិលមិញមិនសូវមានវិន័យថ្ងៃនេះព្យាយាមមានវិន័យជាងមុនម្សិលមិញមិនសូវចេះថ្ងៃនេះរៀនអ្វីថ្មីមួយម្សិលមិញខ្ជិលថ្ងៃនេះចាប់ផ្ដើមធ្វើអ្វីមួយដែលមានប្រយោជន៍ម្សិលមិញខឹងងាយថ្ងៃនេះព្យាយាមគ្រប់គ្រងអារម្មណ៍ម្សិលមិញបរាជ័យថ្ងៃនេះយកបរាជ័យនោះមកធ្វើជាមេរៀនម្សិលមិញខ្លាចថ្ងៃនេះហ៊ានប្រឈមមុខនឹងអ្វីដែលយើងខ្លាចបន្តិចម្សិលមិញចំណាយពេលខុសថ្ងៃនេះរៀនប្រើពេលវេលាឲ្យមានប្រយោជន៍ជាងមុនម្សិលមិញគិតអវិជ្ជមានច្រើនថ្ងៃនេះហ្វឹកហាត់គិតពីដំណោះស្រាយម្សិលមិញបោះបង់ងាយថ្ងៃនេះព្យាយាមអត់ធ្មត់បន្ថែមមួយជំហានទៀតកុំមើលរំលងការរីកចម្រើនតូចពេលខ្លះយើងគិតថាខ្ញុំមិនទាន់ជោគជ័យទេគឺដូច្នេះយើងមើលរំលងការរីកចម្រើនតូចរបស់ខ្លួនប៉ុន្តែការអានសៀវភៅបានមួយទំព័រការរៀនបានចំណេះដឹងថ្មីមួយការធ្វើការបានល្អជាងមុនឬការគ្រប់គ្រងអារម្មណ៍បានល្អជាងមុន All of these are progress កុំគិតថាតិចពេកមិនមានន័យទេអ្វីដែលតូចប៉ុន្តែធ្វើជាប្រចាំអាចក្លាយជារឿងធំបានដូចជាការដាំដើមឈើយើងមិនអាចមើលឃើញវាធំឡើងក្នុងមួយថ្ងៃទេប៉ុន្តែបើយើងស្រោចទឹកនិងថែរក្សាវារាល់ថ្ងៃវានឹងលូតលាស់បន្តិចម្ដងជីវិតរបស់យើងក៏ដូចគ្នាផ្លាស់ប្ដូរខ្លួនមិនមែនផ្លាស់ប្ដូរក្នុងមួយថ្ងៃការរីកចម្រើនពិតប្រាកដមិនមែនជាការផ្លាស់ប្ដូរខ្លួនឯងក្នុងរយៈពេលមួយថ្ងៃទេវាគឺជាការប្រមូលផ្ដុំនៃទម្លាប់ល្អដែលយើងធ្វើជាបន្តបន្ទាប់ថ្ងៃនេះល្អជាងម្សិលមិញបន្តិចថ្ងៃស្អែកល្អជាងថ្ងៃនេះបន្តិចបន្តធ្វើបែបនេះជារៀងរាល់ថ្ងៃហើយមួយឆ្នាំក្រោយយើងអាចមើលត្រឡប់មកវិញហើយភ្ញាក់ផ្អើលថាខ្លួនឯងបានផ្លាស់ប្ដូរច្រើនប៉ុណ្ណាកុំស្អប់ខ្លួនឯងចំពោះកំហុសពីម្សិលមិញអតីតកាលគឺជាមេរៀនមិនមែនជាគុកសម្រាប់ឲ្យយើងរស់នៅជាប់នោះទេបើម្សិលមិញយើងធ្វើខុសសូមទទួលស្គាល់បើយើងបរាជ័យសូមរៀនពីវាបើយើងធ្លាក់សូមក្រោកឡើងបើយើងដើរខុសផ្លូវសូមកែទីដើរកុំប្រើកំហុសពីម្សិលមិញដើម្បីបំផ្លាញថ្ងៃនេះប្រើវាដើម្បីកសាងថ្ងៃកុំរងចាំឲ្យមានកម្លាំងចិត្តទើបចាប់ផ្ដើមឃ្លានេះចង់បង្រៀនយើងថាកុំរងចាំរហូតដល់មានអារម្មណ៍ថាខ្លួនឯងមានកម្លាំងមានទំនុកចិត្តឬមានអារម្មណ៍ចង់ធ្វើទើបចាប់ផ្ដើមពេលខ្លះកម្លាំងចិត្តមិនមែនជាអ្វីដែលកើតឡើងមុនការចាប់ផ្ដើមទេប៉ុន្តែវាអាចកើតឡើងបន្ទាប់ពីយើងចាប់ផ្ដើមធ្វើមនុស្សជាច្រើនមានក្តីស្រមៃប៉ុន្តែពួកគេរងចាំថ្ងៃដែលខ្លួនឯងមានអារម្មណ៍ថាជារួចរាល់គឺរងចាំមានពេលទំនេររងចាំមានទំនុកចិត្តរងចាំមានឱកាសល្អរងចាំមានកម្លាំងចិត្តប៉ុន្តែពេលវេលាក៏កន្លងផុតទៅហើយអ្វីដែលចង់ធ្វើនៅតែមិនទាន់បានចាប់ផ្ដើមការចាប់ផ្ដើមតូចមួយអាចជួយបង្កើតកម្លាំងចិត្តធំមួយមិនចង់ហាត់ប្រាណចាប់ផ្ដើមត្រឹម 5-10 នាទីមិនចង់អានសៀវភៅអានត្រឹម 2-3 ទំព័រមិនចង់រៀនមេរៀនតូចមួយខ្លាចចាប់ផ្ដើមការងារថ្មីចាប់ផ្ដើមពីជំហានដំបូងខ្លាចបរាជ័យធ្វើសិនហើយរៀនពីលទ្ធផលមិនមានទំនុកចិត្តចាប់ផ្ដើមតូចរហូតទំនុកចិត្តកើតឡើងមានអារម្មណ៍ថាខ្លួនឯងមិនពូកែចាប់ផ្ដើមរៀនព្រោះសមត្ថភាពកើតចេញពីការហ្វឹកហាត់កុំរងចាំអារម្មណ៍ល្អទើបធ្វើពេលខ្លះយើងត្រូវធ្វើទោះបីមិនមានអារម្មណ៍ចង់ធ្វើក៏ដោយមនុស្សដែលរីកចម្រើនមិនមែនជាមនុស្សដែលមានកម្លាំងចិត្តរាល់ថ្ងៃទេពួកគេក៏មានថ្ងៃដែលហត់មានថ្ងៃដែលខ្ជិលមានថ្ងៃដែលខ្លាចនិងមានថ្ងៃដែលចង់បោះបង់ដែរប៉ុន្តែពួកគេរៀនធ្វើអ្វីដែលត្រូវធ្វើទោះបីអារម្មណ៍មិនសូវជួយក៏ដោយអារម្មណ៍អាចប្រែប្រួលប៉ុន្តែវិន័យអាចជួយឲ្យយើងបន្តថ្ងៃនេះយើងអាចមិនមានកម្លាំងចិត្តប៉ុន្តែបើយើងចាប់ផ្ដើមធ្វើត្រឹមមួយជំហានបន្ទាប់ពីឃើញថាខ្លួនឯងអាចធ្វើបានយើងនឹងមានទំនុកចិត្តកាន់តែច្រើនពេលមានទំនុកចិត្តកម្លាំងចិត្តក៏ចាប់ផ្ដើមកើតឡើងចាប់ផ្ដើមមុននឹងមានទំនុកចិត្តមនុស្សជាច្រើនគិតថាពេលខ្ញុំមានទំនុកចិត្តខ្ញុំនឹងចាប់ផ្ដើមលើសប៉ុន្តែជាច្រើនដងវាអាចត្រឡប់មកវិញជាពេលខ្ញុំចាប់ផ្ដើមធ្វើហើយឃើញថាខ្ញុំអាចធ្វើបានទំនុកចិត្តរបស់ខ្ញុំនឹងកើនឡើងដូច្នេះកុំរងចាំឲ្យខ្លួនឯងក្លាហាន100ទើបចាប់ផ្ដើមក្លាហានបន្តិចក៏ចាប់ផ្ដើមបានកុំរងចាំឲ្យខ្លួនឯងពូកែសិនទើបចាប់ផ្ដើមរៀនតាមផ្លូវទៅអ្នកមិនចាំបាច់ឃើញជំហានទាំងអស់នៅខាងមុខទេអ្នកគ្រាន់តែត្រូវឃើញជំហានបន្ទាប់ហើយដើរទៅមុខកុំមើលរំលងការចាប់ផ្ដើមតូចការចាប់ផ្ដើមតូចមិនមែនជារឿងតូចទេថ្ងៃដំបូងអ្នកអាចធ្វើបានតិចថ្ងៃទី2អ្នកអាចធ្វើបានបន្តិចទៀតបន្ត